មានបងប្អូនមួយចំនួនគាត់ឆ្ងល់ថាកន្លែងដែលខ្ញុំទៅប្រគេនចង្ហាន់លោកនឹងនៅណាហើយទៅមិនអីមិនអញ្ចឹងណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ពីទីតាំងដែលខ្ញុំទៅនៅលើភ្នំត្បែងមានជ័យនៅខេត្តព្រះវិហារហើយខ្ញុំនឹងដាក់លេខទំនាក់ទំនងFacebook សម្រាប់ទំនាក់ទំនងអ្នកខាងសហគមន៍ជូនបងប្អូនដែរក្នុងករណីបងប្អូនចង់ទៅហើយមានបងប្អូនមួយចំនួនទៀតគឺគាត់ចាំទៅជាមួយខ្ញុំនៅជើងក្រោយអញ្ចឹងជើងក្រោយខ្ញុំទៅខ្ញុំនឹងដឹកនាំបងប្អូនហើយជា3 4នាក់អីទៅជាមួយគ្នាមាននិស័យមួយនាក់យើងទៅប៉ុណ្ណឹងគ្នាអញ្ចឹងដោយបងប្អូនបានឃើញអញ្ចឹងខ្ញុំចូលទៅក្នុង Google Map search ឲ្យបងប្អូនមើលអញ្ចឹងចម្ងាយពីភ្នំត្បែងមកភ្នំពេញគឺចន្លោះ300គីឡូហើយទីតាំងភ្នំត្បែងមានច្រើនកន្លែងណាបងប្អូននៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់តែកន្លែងល្បីៗមួយចំនួនដែលគេទៅទេហើយមានកន្លែងតូចៗជាច្រើនទៀតពេលបងប្អូនទៅដល់បងប្អូនអាចសួរនាំខាងសហគមន៍ឲ្យគេជូនទៅបានកន្លែងដែលខ្ញុំទៅបងប្អូនឃើញនៅវីដេអូមុនហ្នឹងគឺនៅខាងសហគមន៍តាំងយូនៅគៀកសហគមន៍តាំងយូទឹកជ្រោះតាំងយូនឹងឯងប៉ុន្តែក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ពីវត្តតបុកខ្មៅទៅមុនដោយសារបើគិតពីផ្លូវយើងទៅដល់ខាងវត្តតបុកខ្មៅមុនអញ្ចឹងបងប្អូនអាច search ភ្នំត្បែងបងប្អូនអាច search រកច្រកជ្រោះភ្នំត្បែងមានជ័យកន្លែងនេះបងប្អូនត្រូវបត់ឆ្វេងចូលយើងទៅពីពេញទៅយើងអត់ទាន់ទៅដល់ក្រុងទេណាយើងបត់ឆ្វេងគឺចូលទៅកាន់ជើងភ្នំដើម្បីឡើងចណ្ដើរនេះទៅកាន់វត្តតបុកខ្មៅនៅខាងវត្តតបុកខ្មៅគឺអត់មានសហគមន៍ទេប៉ុន្តែមានបងប្អូនសម្រាប់ជូននៅវ៉ាន់យើងឡើងច្រើននេះខ្ញុំដាក់ Facebook គាត់នៅនេះបងអាចតាក់ទងទៅគាត់បានមានគ្នាយើងច្រើននៅហ្នឹងអញ្ចឹងបងតាក់ទងទៅក៏បានអត់ក៏បានតែបងចង់សុវត្ថិភាពតាក់ទងទៅឲ្យក៏បានហើយនេះគឺជាដើរឡើងខ្ញុំថតនេះកាលពីខែភាសាទីតាំងទី1ដែលបងប្អូនឡើងទៅដល់មុនគេគឺវត្តតបុកខ្មៅនៅកន្លែងវត្តតបុកខ្មៅហ្នឹងមានដីដុះពណ៌ខ្មៅបានគេហៅថាវត្តតបុកខ្មៅហ្នឹងហើយដីហ្នឹងដុះបន្តរហូតហើយមានកន្លែងទឹកជ្រោះតាម៉ានៅជិតហ្នឹងដែលបងប្អូនអាចទៅលេងបានហើយខ្ញុំនៅសល់វីដេអូតិចតួចពីខាងវត្តតបុកខ្មៅមកបងប្អូនអាចមើលឃើញវត្តនៅមុខកត់នឹងបាននេះគឺជាទស្សនវិជ្ជានៅខាងវត្តតបុកខ្មៅហើយបងប្អូនអាចយកគោយន្តជិះពីវត្តតបុកខ្មៅនោះដើម្បីបន្តដំណើរទៅខាងវត្តថ្មបីដុំបានកន្លែងដែលល្បីជាងគេនៅលើភ្នំត្បែងមានជ័យគឺវត្តថ្មបីដុំមានទេសភាពស្អាតជាងគេអញ្ចឹងបងប្អូនអាចទៅលេងទឹកជ្រោះតាម៉ាសិនហើយបន្ទាប់មកចាំបន្តដំណើរទៅលេងវត្តថ្មបីដុំបានអញ្ចឹងកន្លែងនេះយើងត្រូវជួលគោយន្តជិះពុទ្ធសាសដើររៀងឆ្ងាយដែរវាចូល6 7គីឡូដែរអញ្ចឹងទៅដល់ហ្នឹងបងប្អូនបាច់ search Google Map អីទៀតទេវាអត់មានអ៊ីនធឺណិតទេប៉ុន្តែខាងបងអ្នកជូនហ្នឹងគឺគាត់ស្គាល់អស់ហើយទីតាំងលើភ្នំមកយើងចង់ទៅណាយើងប្រាប់គាត់ទៅគាត់ជូនទៅហើយទៅចែកគ្នាតម្លៃថ្លៃធ្នូអីជាមួយគាត់ណាបងថ្លៃជូនថ្លៃគោយន្តថ្លៃបងទៅចែកជាមួយខាងគាត់ទៅនេះគឺជាទេសភាពល្បីជាងគេនៅលើភ្នំត្បែងកន្លែងវត្តថ្មបីដុំបងប្អូនទេសភាពកន្លែងនេះគឺស្រស់ស្អាតមែនទែនដែលបងប្អូនចំណាំឃើញថាគេថតរូបកន្លែងផ្លាកមានអក្សរថាភ្នំត្បែងមានជ័យដែនដីពិសិដ្ឋហ្នឹងគឺគេថតនៅត្រង់ហ្នឹងឯងចានេះខាងទេសភាពខាងក្រោមដែលបងប្អូនឃើញហ្នឹងគឺខាងសង្គមថ្មីស្រុកសង្គមថ្មីខាងហ្នឹងក៏មានច្រកឡើងដែរប៉ុន្តែអត់សូវមានអ្នកឡើងច្រើនទេដោយសារវាអត់មានចណ្ដើរអញ្ចឹងទៅក៏ខ្ញុំអត់រៀបរាប់ប្រាប់បងប្អូនដែរហើយមួយទៀតខ្ញុំអត់មានលេខទំនាក់ទំនងខាងសង្គមថ្មីដែរកាលមុនខ្ញុំឡើងខាងសង្គមថ្មីមួយសាប៉ុន្តែទៅឆៅយកហ្មងអញ្ចឹងទីតាំងបន្ទាប់ដែលខ្ញុំបង្ហាញជូនគឺទីតាំងតាំងយូនឹងឯងដែលខ្ញុំទៅរដងហ្នឹងអញ្ចឹងយើងត្រូវហួសចូលទៅកាន់ក្រុងសិនមួយពេលយើងជិះផ្លូវធំហើយយើងបន្តធ្វើដំណើរទៅកាន់ផ្លូវលេខ62បន្ទាប់មកបងប្អូន search រកកន្លែងពាក្យថាកាហ្វេតាំងយូកន្លែងកាហ្វេតាំងយូនេះគឺជាសហគមន៍តាំងយូនឹងឯងអញ្ចឹងបងប្អូនត្រូវចូលទៅទីតាំងកាហ្វេតាំងយូដើម្បីជួបជាមួយខាងសហគមន៍ហើយខ្ញុំមាន screenshot Facebook របស់គាត់មកដែរបងប្អូនអាច add friend ទៅគាត់ហើយតំណតំណងទៅគាត់ណាត់គាត់ឲ្យជួយជូនទៅបានចាអញ្ចឹងដំណើររបស់យើងចាប់ផ្ដើមឡើងថ្មើរជើងគឺកន្លែងសហគមន៍តាំងយូហ្នឹងខាងតាំងយូក៏មានចដាដែរប៉ុន្តែចដាឈើតែអត់ជាបញ្ហាអីទេនៅតែមានចដាស្រួលយើងឡើងអញ្ចឹងពេលដែលយើងឡើងទៅទីតាំងទី1ដែលយើងទៅដល់គឺទឹកជ្រោះតាំងយូនឹងឯងបងប្អូនចាខាងតាំងយូល្បីជាងគេគឺទឹកជ្រោះតាំងយូនឹងឯងហើយខាងសហគមន៍ក៏គាត់មានរៀបចំជាក្រែជាតង់អីរួចរាល់អីហើយអស់ហើយបើបងប្អូនអត់យកតង់ទៅអាចជួលតង់ខាងសហគមន៍បានខ្ជិលស្ពាយខ្ជិលវិចអីបន្ទាប់មកបើបងប្អូនត្រូវការគាត់ជូនដើរលេងទៅកន្លែងផ្សេងតំបន់ចិត្តហ្នឹងឯងអាចទៅចែកមួយគាត់ណាត់គាត់ឲ្យគាត់ជូនយើងទៅអញ្ចឹងណាហើយកន្លែងព្រះអង្គកែវដែលនៅក្នុងវីដេអូរបស់ខ្ញុំមុនតែងតែបានជូនបងប្អូនហ្នឹងក៏នៅចិត្តតំបន់ហ្នឹងដែរចាបន្តមកទៀតកន្លែងល្បីមួយទៀតដែលគៀកគ្នានៅទឹកជ្រោះតាំងយូហ្នឹងគឺថ្មហួតចាថ្មហួតនេះគឺខ្ញុំធ្លាប់បង្ហាញនៅវីដេអូមុនរបស់ខ្ញុំដែរថ្មហ្នឹងរូបរាងចម្លែកចេះឯងណាបងប្អូនចឹងបងប្អូនអាចឲ្យសហគមន៍ជូនទៅបានចង់ទៅកន្លែងណាខ្លះប្រាប់គាត់មុនទៅដើម្បីឲ្យគាត់រៀបចំការវិភាគចឹងណាយើងគួរទៅណាមុនយើងដើរពីណាទៅណាអីចឹងទៅ
ចាគៀកជាមួយនឹងថ្មហួតហ្នឹងក៏មានវត្តតាំងយូដែរវត្តតាំងយូក៏ល្បីដែរបងប្អូនចាកន្លែងដែលមានថ្មធំមួយបន្ទប់នៅក្រោមថ្មតូចហើយលោកសាងសង់កត់នៅខាងលើហ្នឹងហើយថ្មហ្នឹងឈរយ៉ាងរឹងមាំអត់មានអាលុំអត់មានអង្គើអីទេបើតាមយើងមើលភ្នែកយើងភ័យថាឡើងទៅស្រាវខ្លាច់ថ្មហ្នឹងវាអាលុំវាអីប៉ុន្តែជាក់ស្ដែងគឺអត់អាលុំទៅណាទេហើយនៅគៀកតាំងយូហ្នឹងក៏មានកន្លែងផ្សេងទៀតដែរដូចជាទឹកគួចចក្រវិលឬក៏ខាងព្រះបាទឬក៏ព្រះសិវៈដែលខ្ញុំមានបង្ហាញនៅវីដេអូមុនណាបងប្អូនអាចចូលទៅមើលបានខ្ញុំដាក់វីដេអូចូលអត់អស់ហើយដោយសារវីដេអូនេះវែងពេកហើយទឹកគួចចក្រវិលចាចង់បង្ហាញបងប្អូនតិចកន្លែងនេះបងប្អូនបាច់ដើរទៅខ្លួនឯងទេឲ្យការសហគមន៍គេជូនទៅព្រោះវាមាននៅក្នុង Google Map ប៉ុន្តែយើងឡើងទៅដល់លើគឺអត់មានអ៊ីនធឺណិតទេអញ្ចឹងឲ្យសហគមន៍គេជូនទៅកុំឲ្យដើរខុសផ្លូវខុសអីជាងការឃើញកន្លែងស្តៀងឲ្យដើរខុសផ្លូវខុសអីនេះគឺជាទស្សនវិជ្ជានៅខាងទឹកចក្រវិលបងប្អូនខែប្រាំងគឺអត់មានទឹកទេវាស្ងួតរីងប៉ុន្តែខែវស្សាគឺទឹកលេងសบายស្អាតបងប្អូនកន្លែងខ្លះវាមានទឹកតិចស្មើជាមួយនឹងថ្មអញ្ចឹងគឺថាខ្ញុំដេកដូចគេស្ប៉ាអញ្ចឹងអូសบายទៅទឹកគួចចក្រវិលហ្នឹងហើយចំពោះបងប្អូនដែលចង់ទៅជួបព្រះអង្គកែវចាខ្ញុំអត់មានដាក់ pin location លោកនៅលើភ្នំទេប៉ុន្តែបងប្អូនឲ្យសហគមន៍ជូនទៅគាត់ស្គាល់ខាងសហគមន៍គឺស្គាល់លោកអស់ហើយព្រះអង្គកែវនិងព្រះអង្គចុននីគឺគាត់របស់លោកនៅចិត្តគ្នាបងប្អូនប្រាប់តាសហគមន៍ទៅគេស្គាល់ហើយពួកគាត់មានតំណែងតំណងគ្នាស្អិតរមួតដោយបងប្អូនក្រុមគ្រួសារអញ្ចឹងដោយសារអីបើខ្ញុំអត់ដៅទីតាំងឲ្យបងប្អូនដោយសារនៅលើភ្នំវាមានផ្លូវតូចមួយចំនួនដែលយើងអាចវែងហើយយើងឡើងទៅដល់លើអត់មានអ៊ីនធឺណិតទេអញ្ចឹងគួរតែឲ្យខាងសហគមន៍គេជូនទៅល្អជាងហើយកុំភ្លេចចំពោះគ្រូខ្ញុំមួយអង្គទៀតដែរគឺលោកបងចននីចាគាត់នៅចិត្តគ្នាគាត់លោកនៅចិត្តគ្នាទេអញ្ចឹងបងប្អូនទៅអាចមានអីប្រកេនលោកអីក៏វិច្ឆស្ពាយយកទៅប្រកេនលោកទៅហើយបើចង់សម្រាកអាចសុំព្រះអង្គកែវសម្រាកនៅកន្លែងគាត់លោកបានអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនបាយបាយ